សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការ delete account chat ដំបូងឡើយយើងត្រូវចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ accounting ហើយយើង click ទៅលើ account chat បន្ទាប់មកយើងចូលមកមើល Risa នៅខាងក្រោមរបស់ account chat ហើយយើងធ្វើការជ្រើសរើស account chat ណាមួយដែលយើងចង់ delete បន្ទាប់មកយើង click ទៅលើប៊ូតុង action ដែលនៅខាងស្នាមដៃហើយយើង click ទៅលើប៊ូតុង delete ដែលនៅខាងក្រោមបន្ទាប់មកវានឹងសួរយើងថាតើយើងចង់ delete ឬមួយក៏អត់ហើយបើសិនជាយើងចង់ delete យើង click ទៅលើប៊ូតុង OK ហើយជាការស្រេច